สมาคมอតីตយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានកំពុងតែធ្វើសកម្មភាពមនុស្សធម៌និងបន្តចោះត្រួតពិនិត្យស្ថានភាពក្រុមគ្រួសារអតីតយុទ្ធជនដែលបានរងគ្រោះកាលពីសម័យសង្គ្រាមនិងបានយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រសកម្មភាពជំរុញឲ្យក្រុមគ្រួសារអតីតយុទ្ធជនមានជីវភាពល្អប្រសើរនៅតាមមូលដ្ឋានជាស្ដែងនៅរសៀលថ្ងៃទី12ខែកក្កដាឆ្នាំ2017ឯកឧត្តមសេនីយ៍ត្រីសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសក្រងកំពង់ធំនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានដឹកនាំសហការីចុះត្រួតពិនិត្យជីវភាពរស់នៅនិងសំណេះសំណាលសាកសួរសុខទុក្ខដល់ក្រុមគ្រួសារអតីតយុទ្ធជនឈ្មោះច័ន្ទញូងអាយុ43ឆ្នាំជាជនពិការអតីតនៅអង្គភាពកងពលលេខ2ចាស់ហើយឈរជើងនៅតំបន់ដំបូកខ្ពស់ឃុំសាលាវិស័យស្រុកប្រាសាទបាឡាំងខេត្តកំពង់ធំហើយបានធ្លាក់ខ្លួនពិការនៅឆ្នាំ1985លោកច័ន្ទញូងមានភរិយាឈ្មោះមៀតធឿនអាយុ45ឆ្នាំបច្ចុប្បន្នមានជំងឺទាកទឹកមិនអាចធ្វើការអ្វីបានលោកច័ន្ទញូងមានជីវភាពក្រីក្រលំបាករស់នៅបច្ចុប្បន្នក្នុងភូមិក្តីសង្កាត់ព្រៃតាហ៊ូក្រុងទន្សែនខេត្តកំពង់ធំជ្រោកក្រោមដំបូលដ៏ទ្រុសធ្លាយតូចចង្អៀតមានក្រេតែមួយហើយក្នុងតំបន់ទឹកស្អុយថែមទៀតនៅក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះក្រុមគ្រួសារបានជួយឧបត្ថម្ភនៅអង្គ50គីឡូក្រាមមីយើងមួយកេសទឹកអ៊ីវទឹកត្រី2យួរនិងថវិកា80000រៀលតែទោះជាអំណោយដ៏តិចតួចស្ទួយស្តាងយ៉ាងណាក៏ដោយក៏ជាទឹកចិត្តសម្រាប់ការផ្ដល់លើកទឹកចិត្តផងដែរឯកឧត្តមសេនីយ៍ត្រីសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសក្រងកំពង់ធំបានមានប្រសាសន៍ថាក្រុមគ្រួសារអតីតយុទ្ធជនគឺជាក្រុមគ្រួសារដែលមានគុណបំណាច់លើប្រទេសជាតិបានបូជាកាយសម្បទាដើម្បីជាតិមាតុភូមិយើងដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិឲ្យប្រជាពលរដ្ឋបានសុខបើគ្មានអតីតយុទ្ធជនក៏គ្មានថ្ងៃនេះដែរយើងមានថ្ងៃនេះគឺដោយសារតែគុណបំណាច់របស់អតីតយុទ្ធជនទើបរាជរដ្ឋាភិបាលបានផ្ដោតសារៈសំខាន់លើក្រុមគ្រួសារអតីតយុទ្ធជនឲ្យអាជ្ញាធរគ្រប់ស្រុកក្រុងមើលការថែទាំពិសេសជាងប្រជាពលរដ្ឋទូទៅខេត្តកំពង់ធំខ្ញុំបុត្រថាធ្វើសេចក្តីរាយការណ៍